សួស្តីអ្នកនរគ្នានៅក្នុងអេពីសូតនេះខ្ញុំចង់និយាយអំពីការនិយាយផ្សេងធ្វើផ្សេងដែលគេមិនអាចចាត់ទុកថាជាការកុហកបានកាលពីថ្ងៃទី7ខែមិនិនាក្នុងឆ្នាំ2026នេះប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាសោតបានចេញមុខសុំទោសទៅកាន់ប្រទេសជិតខាងគាត់ដែលទទួលរងការវាយប្រហារពីអ៊ីរ៉ង់ហើយគាត់បាននិយាយថាចាប់ពីថ្ងៃនេះទៅកងទ័ពអ៊ីរ៉ង់នឹងមិនវាយប្រហារទៅលើប្រទេសជិតខាងទៀតទេលុះត្រាណាតែប្រទេសជិតខាងវាយគាត់មុនប៉ុន្តែក្រោយការសុំទោសនេះអ៊ីរ៉ង់នៅតែបន្តវាយប្រហារប្រទេសជិតខាងដដែលក្រសួងការពារជាតិរបស់អង់គ្លេសបានចេញផ្សាយព័ត៌មានមួយថាមូលដ្ឋានទ័ពរបស់អង់គ្លេសនៅក្នុងសៃរ៉ាប់ទទួលរងការវាយប្រហារពីដ្រូនប៉ុន្តែគេអះអាងថាមិនមែនជាដ្រូនដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ទេអញ្ចឹងវាអាចមកពីកន្លែងផ្សេងហើយនៅក្នុងថ្ងៃទី21ខែមិនិនាអ៊ីរ៉ង់បានបាញ់មីស៊ីល ballistic 2គ្រាប់ទៅកាន់ទីមជាការកងទ័ពរបស់អង់គ្លេសនៅក្នុងសមុទ្រឥណ្ឌាប៉ុន្តែ2គ្រាប់នេះមិនហោះទៅដល់គោលដៅទេមួយគឺខូចខាតនៅពេលដែលកំពុងតែហោះពេលតែបាញ់អញ្ចឹងយើងឃើញថាអ៊ីរ៉ង់និយាយផ្សេងធ្វើផ្សេងអ៊ីរ៉ង់ប្រាប់មហាជនថាពួកគេចង់បានសន្តិភាពប៉ុន្តែការបាញ់ប្រហារនៅតែបន្តកើតមានដដែលនេះជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់យុទ្ធសាស្ត្រនេះមិនមែនគេប្រើនៅក្នុងសង្គ្រាមរហូតទេនៅខាងក្រៅកន្លែងការងារនៅក្នុងទំនាក់ទំនងក៏គេប្រើដូចគ្នាដែរហេតុអីបានជាវាប្រើទៅបានផលបើសិនជានិយាយផ្សេងធ្វើផ្សេងហ្នឹងចម្លើយគឺទៅត្រង់ការនិយាយនឹងឯងជាទូទៅយើងគិតថាពាក្យដែលនិយាយចេញមកគឺជាគោលបំណងរបស់អ្នកនិយាយសម្ដីរបស់អ៊ីរ៉ង់គឺសម្រាប់ពិភពលោកមើលឃើញឲ្យពិភពលោកទុកចិត្តចំណែកឯទង្វើរបស់អ៊ីរ៉ង់គឺសម្រាប់អ៊ីរ៉ង់ខ្លួនឯងផ្ទៃក្នុងរបស់អ៊ីរ៉ង់វិធីសាស្ត្រនេះបែងចែកចេញជា3ផ្នែកទី1គឺរូបភាពខាងក្រៅអ្វីដែលគេមើលឃើញក្នុងករណីរបស់អ៊ីរ៉ង់គឺបង្ហាញថាពួកគេនិយាយហេតុផលទទួលខុសត្រូវលើសកម្មភាពខ្លួនឯងហើយនឹងចង់បានសន្តិភាពអញ្ចឹងរូបភាពទាំងអស់នេះគឺធ្វើឡើងឲ្យសារព័ត៌មានមើលឃើញនិងធ្វើឡើងសម្រាប់ប្រទេសដែលឈរនៅចន្លោះកណ្ដាលមិនកាន់ជើងខាងណាពួកគេនៅតែធ្វើដើម្បីទទួលបានការគ្រប់គ្រងផ្នែកទី2គឺការឲ្យសញ្ញាផ្នែកនេះគឺសម្រាប់អ្នកដែលចូលរួមនៅក្នុងរឿងមួយហ្នឹងឧទាហរណ៍ទាំងសត្រូវនិងសព្វនិមិត្តគឺអាចមើលឃើញការឲ្យសញ្ញាការវាយប្រហារតូចៗការផ្លាស់ប្ដូរទីតាំងឬក៏យុទ្ធសាស្ត្រអ្វីមួយឬក៏ការឆ្កឹះឆ្កៀលបករឿងការឲ្យសញ្ញានេះគោលបំណងគឺមានតែមួយទេគឺបង្ហាញថាខ្លួនឯងអាចបន្តធ្វើសង្គ្រាមទៀតបានឬក៏មានសមត្ថភាពធ្វើអីមួយអត់ត្រូវការឲ្យមហាជនមើលឃើញទេចុងក្រោយគេគឺការគ្រប់គ្រងវាជាគោលបំណងពិតប្រាកដនៃសកម្មភាពដែលធ្វើចេញទៅឧទាហរណ៍នៅក្នុងករណីរបស់អ៊ីរ៉ង់វាជាការផ្លាស់ប្ដូរការដាក់សម្ពាធកំពុងតែធ្វើឲ្យមានភាពតានតឹងលើសដើមនៅពេលដែលមានបញ្ហាអីមួយគឺគេនឹងព្យាយាមគ្រប់គ្រងបញ្ហាហ្នឹងទៅតាមគោលបំណងរបស់គេសង្គ្រាមអ៊ីរ៉ង់ហើយនិងអ៊ីស្រាអែលអាមេរិកនេះគោលបំណងគឺផ្សេងគ្នាការនិយាយផ្សេងធ្វើផ្សេងត្រូវតែមានគោលបំណងមួយដែលលាក់ពីភ្នែកអ្នកដទៃហើយខ្ញុំក៏ធ្លាប់ឃើញវិធីសាស្ត្រហ្នឹងប្រើនៅក្នុងរឿងសាមកុកដែរឧទាហរណ៍សូម្បីតែជូកលៀងក៏ដោយក៏គាត់ធ្វើបែបហ្នឹងដែរពេលដែលនិយាយជាមួយនឹងខាងតុងអ៊ូគឺគាត់និយាយអំពីការចងសម្ព័ន្ធមិត្តការរួបរวมគ្នាប៉ុន្តែនៅពីក្រោយខ្នងគឺគាត់រៀបចំខ្លួនត្រៀមសង្គ្រាមបើសិនជាតុងអ៊ូហ៊ានលើកទ័ពមកការដាក់ទ័ពនៅតាមដងទន្លេបង្ហាញឲ្យឃើញច្បាស់ថាគាត់មិនខ្លាចក្នុងការធ្វើសង្គ្រាមជាមួយនឹងតុងអ៊ូទេបើសិនជាចាំបាច់ប៉ុន្តែក្នុងពេលចរចាគ្នាយើងអត់ឃើញជូកលៀងគំរាមឬក៏និយាយអំពីទ័ពដែលគាត់ដាក់នៅតាមដងទន្លេហ្នឹងទេសកម្មភាពដែលធ្វើត្រូវតែស៊ីគ្នាជាមួយនឹងគោលបំណងដែលលាក់ពីភ្នែករបស់អ្នកដទៃមិនមែនតែស៊ីគ្នាជាមួយនឹងពាក្យដែលនិយាយចេញមកទេលើកខ្ញុំលើកឧទាហរណ៍ពីរទី1គឺនៅក្នុងការរកស៊ីមួយទៀតគឺនៅក្នុងការងារលើនៅក្នុងការរកស៊ីយើងតែងតែឮគេនិយាយថាពួកគេគោរពគូប្រជែងរបស់ខ្លួនឯងភាគច្រើនយើងឮនៅក្នុងការសម្ភាសន៍ទោះបីជាគេនិយាយបែបហ្នឹងមែនក៏គេនៅតែព្យាយាមរកវិធីធ្វើយ៉ាងណាដណ្ដើមយកទីផ្សារដណ្ដើមយកអតិថិជនឬជួនកាលដល់ថ្នាក់ copy យកអ្វីដែលគេធ្វើហ្នឹងមកធ្វើតាមដែរអញ្ចឹងការនិយាយបែបហ្នឹងពេលដែលស្ដាប់ទៅគឺមានលក្ខណៈ professional ជាអ្នករកស៊ី professional តែព្យាយាមយកឈ្នះដោយស្ងាត់នៅក្នុងការងារក៏មានដែរឧទាហរណ៍អ្នកណាម្នាក់គាត់និយាយថាគាត់មកដើម្បីជួយ team ទាំងមូលតែអ្វីដែលគាត់ធ្វើគឺព្យាយាមធ្វើឲ្យថ្នាក់លើមើលឃើញគាត់ព្យាយាមគ្រប់គ្រងការសម្រេចចិត្តសំខាន់នៅក្នុងកន្លែងការងារឬក៏ដើម្បីបង្កើតបកពួកគាត់អញ្ចឹងមកមើលពីខាងក្រៅទៅគាត់ជាបុគ្គលិកដែលមានប្រយោជន៍ពីព្រោះគាត់ចេះសហការជាមួយអ្នកដទៃធ្វើការទាំងអស់គ្នាក៏ប៉ុន្តែគាត់មានផែនការរបស់គាត់វាជាយុទ្ធសាស្ត្រក្នុងការចូលរួមជាមួយនឹងគេការនិយាយផ្សេងធ្វើផ្សេងនេះមិនមែនប្រើឲ្យបានផលគ្រប់ពេលទេ
បើសិនជាអ្វីដែលយើងនិយាយនិងអ្វីដែលយើងធ្វើវាផ្ទុយគ្នាខ្លាំងពេកមើលទៅគឺឃើញខុសគ្នាតែម្ដងហ្នឹងក៏អត់ប្រយោជន៍ដែរលើកខ្ញុំឧទាហរណ៍ថាម្ចាស់ក្រុមហ៊ុនមួយគាត់ឡើងមកនិយាយគាត់ថាគាត់ខ្វល់ខ្វាយពីសុខទុក្ខរបស់បុគ្គលិកគាត់ក៏ប៉ុន្តែគាត់បណ្ដេញបុគ្គលិកឈប់រាល់ខែហើយអ្នកដែលនៅមានបញ្ហា burn out ធ្វើការលើសកម្រិតបើសិនជាត្រូវការជំនួយអីផ្សេងស្នើទៅគឺមិនដែលបានទេបើរឿងបែបហ្នឹងកើតឡើងបុគ្គលិកនឹងមើលឃើញហើយនឹងយល់ថាសម្ដីរបស់ម្ចាស់ក្រុមហ៊ុនហ្នឹងគ្មានន័យអីទេសម្ដីរបស់គាត់คล้ายទៅជាការមើលស្រាលបុគ្គលិកទៅវិញលក្ខខណ្ឌមួយទៀតដែលវិធីសាស្ត្រនេះប្រើមិនកើតគឺនៅពេលដែលมันមានការទុកចិត្តគ្នាឧទាហរណ៍នៅក្នុងទំនាក់ទំនងស្នេហាម្នាក់និយាយថាគោរពម្នាក់ទៀតប៉ុន្តែអ្វីដែលគាត់ធ្វើមានតែការនិយាយដើមនៅពីក្រោយខ្នងឬក៏ការបំបាក់មុខនៅចំពោះមុខអ្នកដទៃម្ខាងទៀតនឹងលែងមានទំនុកចិត្តនៅពេលដែលអ្វីដែលនិយាយវាមិនស៊ីគ្នាជាមួយនឹងអ្វីដែលកំពុងធ្វើចុងក្រោយគេគឺពេលដែលយើងប្រើញឹកញាប់ខ្លាំងពេកយូរ5ដងអត់បញ្ហាទេខ្ញុំអាចលើកឧទាហរណ៍អ៊ីរ៉ង់បានលើអ៊ីរ៉ង់និយាយថាខ្លួនឯងចង់បានសន្តិភាពស្រាប់តែបាញ់ប្រហារមិនឈប់ឈរហើយរាល់ការបាញ់ប្រហារនីមួយៗគឺកាន់តែធំទៅការខូចខាតកាន់តែមើលឃើញច្បាស់អញ្ចឹងប្រទេសដទៃទៀតក៏គេលែងធ្វើពុតជាជឿលើសម្ដីរបស់អ៊ីរ៉ង់ទៀតដែរនៅក្នុងសង្គ្រាមជួនកាលគេធ្វើពុតជាជឿទេដើម្បីកុំឲ្យសង្គ្រាមវារីកធំបើសិនជាម្ខាងនិយាយថាចង់បានសន្តិភាពអ្នកផ្សេងទៀតគេធ្វើជាជឿទៅអាចចង់បានសន្តិភាពមែនមកដល់ឥឡូវនេះវិធីសាស្ត្រដែលអ៊ីរ៉ង់ធ្វើគឺលែងមានប្រសិទ្ធភាពហើយពីព្រោះតែសកម្មភាពរបស់ប្រទេសមួយនេះវាខុសគ្នាឆ្ងាយពេកពីអ្វីដែលគេនិយាយអះអាងថាចង់បានសន្តិភាពនឹងចំណុចសំខាន់របស់វិធីសាស្ត្រនេះគឺនិយាយរឿងមួយធ្វើរឿងមួយទៀតប៉ុន្តែអារឿងមួយទៀតហ្នឹងมันអាចផ្ទុយពីអ្វីដែលយើងកំពុងនិយាយបានទេมันអាចបំផ្លាញអ្វីដែលយើងនិយាយបានទេលើខ្ញុំឧទាហរណ៍នៅក្នុងការរកស៊ីអ្នកដែលគាត់រកស៊ីគាត់និយាយថាគាត់ផ្ដោតទៅលើការផ្ដល់គុណតម្លៃទៅដល់អតិថិជនរបស់គាត់ផ្ដល់ value ហ្នឹងប៉ុន្តែនៅពេលដែលគាត់ធ្វើការគឺគាត់មាន upsell គាត់តឡើងតម្លៃម្ដងតិចគាត់រកវិធីធ្វើយ៉ាងណាពេលដែលអតិថិជនដើរចូលហាងគាត់គឺត្រូវតែចំណេញប្រាក់ច្រើនហើយយើងសាកមើលតើវាផ្ទុយពីអ្វីដែលគាត់និយាយឬអត់ពីព្រោះគាត់និយាយថាគាត់ផ្ដោតលើគុណតម្លៃអតិថិជនប៉ុន្តែគាត់នៅឆ្លៀតរកប្រាក់ចំណេញបន្ថែមទៀតពីអតិថិជនខ្លួនឯងត្រង់ឡើយនេះបើសិនជាអតិថិជនរបស់គាត់នៅតែទទួលបានគុណតម្លៃបានន័យថាគាត់មិនបានលេបសម្ដីខ្លួនឯងទេគ្រាន់តែគាត់ធ្វើរឿងផ្សេងដែលគាត់មិនបាននិយាយអ្វីដែលគាត់បាននិយាយគាត់ធ្វើរួចហើយអ្វីដែលគាត់មិនបាននិយាយគាត់ធ្វើដោយមិនប្រាប់គេទេអញ្ចឹងអាសាច់រឿងដែលគាត់បង្កើតឡើងឲ្យគេជឿពីដំបូងហ្នឹងគឺវានៅមានដដែលប៉ុន្តែបើសិនជាអតិថិជនដែលដើរចូលមកហាងគាត់មិនទទួលបានប្រយោជន៍អីគេសោះផលិតផលមានគុណភាពអន់សេវាកម្មផ្សេងនៅក្នុងហាងក៏អន់បើបែបហ្នឹងទោះបីជាគាត់មិនបានរកកន្លែងទាញប្រាក់ចំណេញផ្សេងទៀតក៏ដោយក៏យើងចាត់ទុកថាគាត់និយាយកុហកដែរខ្ញុំលើកឧទាហរណ៍មួយទៀតតាក់ទងជាមួយនឹង content creator អ្នកនេះតែងតែលឺឲ្យ content creator គឺគាត់និយាយថាពួកគាត់គ្រាន់តែចែកម្លែកអ្វីដែលគាត់ដឹងអ្វីដែលគាត់បានរៀនតែនៅពីក្រោយការចែកម្លែកនេះវាជាការបង្កើត branding ឲ្យខ្លួនឯងវាជាការផ្លាស់ប្ដូរ audience ការបញ្ជ្រាបគំនិតអ្វីមួយឬពេលខ្លះវាជាការផ្សព្វផ្សាយពាណិជ្ជកម្មទេអញ្ចឹងសួរថាមានបញ្ហាឬអត់បើសិនជានិយាយរឿងមួយទៅធ្វើរឿងផ្សេងអញ្ចឹងវាអត់មានបញ្ហាទេពីព្រោះគាត់ពិតជាចែកម្លែកអ្វីដែលគាត់ដឹងមែនបើសិនជា content របស់គាត់អត់មានការចែកម្លែកសោះអាហ្នឹងទើបយើងចាត់ទុកថាគាត់និយាយកុហកការនិយាយកុហកនិងការនិយាយផ្សេងធ្វើផ្សេងមិនដូចគ្នាទេបើសិនជាសកម្មភាពរបស់យើងធ្វើចេញមកមិនប៉ះពាល់ដល់សម្ដីដែលយើងធ្លាប់និយាយរួចហើយមិនក្បត់នឹងសម្ដីខ្លួនឯងបានន័យថាយើងមិនបានកុហកទេព្រោះនៅក្នុងការរស់នៅយើងមិនអាចប្រាប់គេគ្រប់យ៉ាងពីអ្វីដែលយើងបំរុងនឹងធ្វើបានទេដោយសារតែបែបហ្នឹងហើយទើបនៅក្នុងការប្រស្រ័យតាក់ទងគ្នាយើងត្រូវស្ដាប់ទាំងសម្ដីរបស់គេហើយមើលទៅលើទង្វើរបស់គេទៀតនៅលើ channel វិភាគរឿងខ្ញុំតែងតែនិយាយរឿងមួយតាក់ទងនឹងការវិភាគសម្ដីតួអង្គខ្ញុំប្រាប់អ្នកស្ដាប់ខ្ញុំថាមិនមែនដោយសារតែតួអង្គហ្នឹងគាត់និយាយបែបហ្នឹងហើយយើងយកសម្ដីហ្នឹងទៅវាយតម្លៃទាំងស្រុងលើចរិតរបស់គាត់ទេពីព្រោះត្រូវមើលទាំងសម្ដីនិងសកម្មភាពឧទាហរណ៍ដូចជាសម្ដីរបស់តួអង្គស៊ឺម៉ាអ៊ីអញ្ចឹងដែលគាត់និយាយប្រាប់ឆៅភីថាគាត់គោរពឆៅគាត់ទុកឆៅជា idol របស់គាត់តែបើយើងមើលសកម្មភាពគឺមិនមែនបែបហ្នឹងទេស៊ឺម៉ាអ៊ីស្អប់ឆៅគំនិតរបស់ស៊ឺម៉ាអ៊ីផ្ទុយគ្នាពីគំនិតរបស់ឆៅមិនមែនតែស៊ឺម៉ាអ៊ីម្នាក់ឯងទេគ្រួសារស៊ឺម៉ាទាំងមូលមានរបៀបគិតរបៀបដឹកនាំប្រទេសខុសពីឆៅតែបើយើងស្ដាប់តែសម្ដីតួអង្គយើងយកមកវាតម្លៃថាស៊ឺម៉ាអ៊ីនេះរៀនតាមឆៅ
បាននេះថាយើងច្រឡំតួអង្គហើយចង់វាម្លាយពាក្យសម្ដីគឺត្រូវមើលទៅលើទង្វើតើធ្វើបែបហ្នឹងទើបយើងមើលឃើញគោលបំណងរបស់គេមុននឹងបញ្ចប់អេពីសូតនេះខ្ញុំចង់ឆ្លើយតបទៅ comment មួយដែលគាត់សុំឲ្យធ្វើពីប្រវត្តិសាស្ត្រចំនួនខ្មែរក្រហមហើយនិងវៀតណាមសង្គ្រាមសម័យខ្មែរក្រហមក៏ជា topic ដែលខ្ញុំចង់យកមកធ្វើដែរអញ្ចឹងអាចប្រហែលជាទឹកក្រោយទើបខ្ញុំអាចចាប់ផ្ដើមធ្វើខ្ញុំធ្លាប់ទៅនិយាយជាមួយខាងសាលាក្តីខ្មែរក្រហមដែលឥឡូវនេះคล้ายទៅជាបណ្ណាល័យហើយវាទុកឯកសារតាក់ទងនឹងរបបខ្មែរក្រហមហ្នឹងពេលដែលទៅហ្នឹងគឺគេសួរថាយើងអាចជួយធ្វើ content ដើម្បីប្រម៉ូទទីតាំងគេបានអត់ពីព្រោះទីតាំងហ្នឹងគេប្រើដើម្បីធ្វើបណ្ណាល័យឲ្យសិស្សចូលទៅអង្គុយរៀនបណ្ណាល័យគេស្អាតដែរហើយមានសិនជាមានអីទៀតអញ្ចឹងអ្នកគ្នាទៅគឺស្ងាត់ល្អខ្ញុំក៏អូខេជាមួយគេដែរខ្ញុំថាបើសិនជាមានពេលចាំខ្ញុំរៀបចំធ្វើហើយរបៀបដែលខ្ញុំធ្វើគឺបែបហ្នឹងខ្ញុំវិភាគជា podcast វែងៗអញ្ចឹងមិនទៅថតវីដេអូបង្ហាញ1នាទី2នាទីទេហើយខ្ញុំអត់ចេះធ្វើមួយវីដេអូ2វីដេអូទេខ្ញុំចង់ធ្វើម្ដងគឺរាប់រយអេពីសូតហើយខ្ញុំគិតថាសម័យខ្មែរក្រហមវាជាប្រភពនៃ content ហើយឲ្យតែបានធ្វើគឺនឹងបន្តរហូតចឹងទៅតែអាការនិយាយគ្នានេះមិនមែនជារឿងលុយកាក់អីទេពីព្រោះខ្ញុំក៏អត់ហ៊ានយកលុយពីខាងគេដែរខ្លាចយើងធ្វើអត់តាន់យើងជាប់ធ្វើ channel ភាគរឿងខ្ញុំអើជាមួយខាងគេនេះដោយសារតែចង់បានឯកសារពីសាលាក្តីខ្មែរក្រហមយកមកធ្វើជាពិសេសចម្លើយសារភាពរបស់ជនរងគ្រោះតែគេរក្សាទុកនឹងអញ្ចឹងពេលណាដែលខ្ញុំធ្វើវីដេអូតាក់ទងនឹងសម័យខ្មែរក្រហមខ្ញុំនឹងចាប់ផ្ដើមផ្សព្វផ្សាយពីកន្លែងដែលគេបើកឲ្យសិស្សចូលទៅរៀន free ហ្នឹងគោលបំណងដែលគេធ្វើកន្លែងនេះឡើងគឺចង់ឲ្យប្រជាជនខ្មែរហ្នឹងគាត់ចងចាំអ្វីដែលកើតឡើងហើយកុំឲ្យវាកើតម្ដងទៀតហើយវាក៏ជាផ្នែកមួយនៃការសងជំងឺចិត្តទៅគ្រួសារជនរងគ្រោះដែរអ្នកដែលគាត់ជួបជាមួយខ្ញុំហ្នឹងគាត់ថាជនរងគ្រោះគាត់មិនចង់ឲ្យគេបំភ្លេចពួកគាត់ដែលបានឆ្លងកាត់របបខ្មែរក្រហមហ្នឹងអញ្ចឹងអ្នកដែលចាប់អារម្មណ៍សម័យមួយនេះអាចចាំស្ដាប់នៅពេលក្រោយអរគុណខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងអេពីសូតមួយនេះបើសិនជាពេញចិត្តកុំភ្លេចចុច like ផងហើយអ្នកដែលមិនទាន់ subscribe channel ខ្ញុំទេអាចជួយ subscribe ម្នាក់មួយទៀតមកនេះជា channel ផ្សេងពី channel ភាគរឿងទេអរគុណចាំជួបគ្នានៅក្នុងអេពីសូតក្រោយ